តារាសម្ដែងដ៏ល្បីលោកអ៊ុនស៊ីធាទទួលមរណភាពដោយសារជំងឺមហារីកលោកអ៊ុនស៊ីធាទទួលមរណភាពដោយសារជំងឺមហារីកពិតជាគួរឲ្យសោកស្ដាយខ្លាំងណាស់សម្រាប់ក្រុមគ្រួសាររបស់លោកក៏ដូចជាមិត្តភ័ក្តិក្នុងសង្គមសិល្បៈគឺដោយសារតែបាត់បង់តារាសម្ដែងដ៏ល្បីល្បាញម្នាក់លោកអ៊ុនស៊ីធាដែលបានទទួលមរណភាពទាំងវ័យក្មេងដោយសារជំងឺមហារីកដំណាក់កាលចុងក្រោយលោកបានទទួលអនិច្ចកម្មនៅម៉ោងជាង5ថ្ងៃទី19ខែវិច្ឆិកាឆ្នាំ2025នេះអ្នកនាំពាក្យសមាគមសិល្បៈខ្មែរលោកសេតកឹមសឿនបានប្រាប់ឲ្យដឹងថាតាមរយៈការសាកសួរអ្នកសិល្បៈដូចគ្នានោះតារាសម្ដែងលោកអ៊ុនស៊ីធាពិតជាបានស្លាប់កាលពីល្ងាចថ្ងៃទី19ខែវិច្ឆិកាឆ្នាំ2025នេះពិតប្រាកដមែននិងដោយសារតែជំងឺមហារីកដំណាក់កាលចុងក្រោយនឹងលោកបានបន្តទៀតថាតាមការពិតទៅលោកអ៊ុនស៊ីធាមានជំងឺមហារីកនេះជាយូរឆ្នាំមកហើយប៉ុន្តែលោកបានលាក់បាំងមិនឲ្យនរណាដឹងនោះទេទើបពេលនេះឈានដល់ដំណាក់កាលចុងក្រោយទើបលោកទទួលមរណភាពតែម្ដងនឹងលោកបានបន្តទៀតថាបន្ទាប់ពីទទួលបានដំណឹងដ៏សោកសៅនេះភ្លាមអ្នកនាងនៅសូនីតាអនុប្រធានសមាគមសិល្បករខ្មែរនោះបានដឹកនាំក្រុមការងារទៅកាន់គេហដ្ឋានរបស់លោកអ៊ុនស៊ីធាភ្លាមដើម្បីចាត់ចែងធ្វើបុណ្យតាមប្រពៃណីសាសនាជាមួយក្រុមគ្រួសារនៃសពដែលកំពុងជួបទុក្ខក្នុងគ្រាដ៏លំបាកនេះសូមបញ្ជាក់ផងដែរថាលោកអ៊ុនស៊ីធាគឺជាតារាសម្ដែងដែលមានឈ្មោះបោះសម្លេងល្បីល្បាញម្នាក់ដែលនៅក្នុងពិភពសិល្បៈអស់រយៈពេលជាយូរឆ្នាំមកហើយដែលលោកបានបន្សល់ទុកនូវស្នាដៃជាខ្សែភាពយន្តចម្រៀងខារ៉ាអូខេនិងការងារសិល្បៈជាច្រើនរាប់មិនអស់ជាពិសេសទៀតនោះលោកក៏ជាតួអង្គដ៏សំខាន់ក្នុងរឿងកូនប្រុសកាត់ក្រោមពន្លឺព្រះច័ន្ទពេញបរមីដែលជាភាពយន្តឆ្លុះបញ្ចាំងពីជីវិតតស៊ូរំដោះប្រទេសកម្ពុជានិងជាប្រវត្តិសាស្ត្ររបស់សម្ដេចតេជោហ៊ុនសែនផងដែរបច្ចុប្បន្ននេះសពរបស់លោកអ៊ុនស៊ីធាកំពុងដង្កល់ធ្វើបុណ្យតាមប្រពៃណីស្ថិតនៅផ្ទះលេខ 1B ផ្លូវ 14 ភូមិប៉ប្រក់ខាងត្បូងសង្កាត់កាកាបទី 1 ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ